ក៏ក្រៅប្រទេសថៃគ្រោះអគ្គិភ័យផ្ទុះឆេះសាហាវផ្ទុំទួនស្របពេលដែលប្រទេសកំពុងជួបចលាចលធំសួស្តីបងប្អូនខ្មែរជាទីគោរពថ្ងៃនេះប្រទេសថៃកំពុងតែធ្លាក់ក្នុងរណ្ដៅមហន្តរាយបណ្ដាសាភ្លើងនរកបានផ្ទុះឡើងក្តៅកគុកទាំងកណ្ដាលអាធ្រាត្ររហូតដល់កណ្ដាលទីក្រុងព្រមទាំងសេចក្តីប្រកាសអាសន្នរន្ធត់ធ្វើឲ្យទូទាំងប្រទេសប្រែក្លាយជាសមុទ្រខ្មៅយំសោកបោកខ្លួនផ្អើលពិភពលោកតើមានរឿងរ៉ាវរន្ធត់និងហួសចិត្តកម្រិតណាសូមបងប្អូនទាញកៅអីអង្គុយឲ្យជាប់មកតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទឥឡូវនេះបងប្អូនអើយជឿខ្ញុំទេថាខែមិថុនានេះហាក់ដូចជាមានបណ្ដាសាធ្លាក់ចំកណ្ដាលប្រទេសថៃតែម្ដងគ្រោះធ្ងន់ធ្ងរបែបអគ្គិភ័យបានវាយលុកប្រទេសនេះយ៉ាងសាហាវព្រឺព្រួចបំផុតរឿងរ៉ាវភ្លើងឆេះផ្ទះនៅស្រុករាឆាកាលពីប្រហែលថ្ងៃមុនមិនទាន់រលត់ផ្សែងផងមិនទាន់បាត់ក្លិនឈ្ងៀមផងស្រាប់តែឈានចូលវេលាម៉ោង 4:20 នាទីទីភ្លឺថ្ងៃទី13ខែមិថុនាពេលវេលាដែលមនុស្សម្នាកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់អ្នកភូមិនៅឃុំនឿនព្រះខេត្តរយងបានភ្ញាក់ព្រឹតស្ទើរលុះព្រលឹងពួកគេរត់ជាន់ជើងគ្នាភ័យស្លន់ស្លោស្រែកឆោឡោពេញភូមិរត់យកតែប្រាណទាំងមិនទាន់ស្លៀកពាក់ស្រួលបួលផងក្រោយអណ្ដាតភ្លើងដ៏សាហាវបានឆាបឆេះផ្ទះបុគ្គលិក2ជាន់មួយកន្លែងយ៉ាងសន្ធោសន្ធៅផ្សែងខ្មៅខ្មូរខ្មាញ់ហុយបិទជិតពេញផ្ទៃមេឃក្រហមឆ្អៅពេញកណ្ដាលអាធ្រាត្រយោងតាមសាក្សីឃើញផ្ទាល់ភ្នែកដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ទាំងភ័យស្លន់ស្លោថាខ្ញុំកំពុងតែដេកលក់សុកស្រាប់តែឮសំឡេងផ្ទុះដុងក៏ក្រើកដីញាត់ទាំងជញ្ជាំងផ្ទះខ្ញុំស្មានតែរន្ទះបាញ់ឬរញ្ជួយដីទៅហើយស្របពេលដែលទាញទ្វារចេញមកក្រៅព្រះអើយឃើញអណ្ដាតភ្លើងក្រហមឆ្អៅឆាបឆេះចេញពីបន្ទប់ជាន់ទី2ហើយវាបន្តរាលដាលយ៉ាងលឿនដោយគេចាក់សាំងពីលើអញ្ចឹងកម្លាំងពលរដ្ឋអគ្គិភ័យនិងភ្នាក់ងារសង្គ្រោះត្រូវបានប្រកាសអាសន្នប្រើប្រាស់រថយន្តទឹកជាច្រើនគ្រឿងមកអន្តរាគមន៍ភ្លាមពួកគេត្រូវបថុយជីវិតប្រទាញប្រទង់ជាមួយមច្ចរិតភ្លើងប្រមាណជាងកន្លះម៉ោងទើបអាចទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងរាប់សិបខ្នងទៀតបានសំណាងប៉ុណ្ណាទៅហើយដែលរត់ចេញទាន់ពេលវេលានឹងឲ្យបងប្អូនការធ្វើប្រហែសគឺជាឃាតករលាក់មុខរឿងរ៉ាវភ្លើងឆេះផ្ទះវាមិនមែនជារឿងចៃដន្យទេវាជាលទ្ធផលនៃការខ្វះស្តង់ដារនិងការពិនិត្យឲ្យបានត្រឹមត្រូវខ្សែភ្លើងចាស់ៗក្នុងផ្ទះដែលមិនបានធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវក៏អាចឆក់យកជីវិតបងប្អូនគ្រប់វិនាទីនេះជាសារព្រមានដល់បងប្អូនខ្មែរយើងកុំប្រហែសឲ្យសោះបងប្អូនសូមមេត្តាត្រួតពិនិត្យខ្សែភ្លើងឌីសង់ទ័រនិងប្រព័ន្ធហ្គាសឲ្យបានត្រឹមត្រូវនិងឲ្យបានញឹកញាប់បំផុតសូមកុំបណ្ដោយឲ្យមានសម្លេងផ្ទុះនិងអណ្ដាតភ្លើងកើតឡើងព្រោះពេលនោះអ្វីៗអាចនឹងហួសពេលបាត់ទៅហើយបងប្អូនប៉ុន្តែមិនទាន់ចប់ផងបងប្អូនគ្រោះអគ្គិភ័យហាក់ដូចជាកំពុងតាមលងបណ្ដាលប្រជាជនថៃមិនឲ្យដកដង្ហើមបានឡើយយើងងាកមកមើលកណ្ដាលរាជធានីបាងកកវិញបងប្អូនដែលជាទីក្រុងដ៏មមាញឹកនៅវេលាម៉ោង 12:32 នាទីថ្ងៃត្រង់ដែលជាម៉ោងដែលកំពុងតែក្តៅខ្លាំងហើយមនុស្សម្នាកំពុងតែធ្វើដំណើរខ្វែងខ្វាត់ស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿងដែលជា model Toyota Corolla ពណ៌លឿងពាក់ស្លាកលេខតស10គុត86បានផ្ទុះឆេះយ៉ាងកក្រើកកណ្ដាលទីក្រុងតែម្ដងស្ថិតនៅសង្កាត់បាងប៉ាកកខេត្តរ៉ាចបូរណាភ្លើងបានឆាប់ឆេះចេញពីបន្ទប់ម៉ាស៊ីនខាងមុខយ៉ាងសន្ធោសន្ធៅផ្សែងខ្មៅងងឹតពេញដងផ្លូវអ្វីដែលគួរឲ្យរន្ធត់បំផុតនោះសាក្សីដែលកំពុងបើកបរតាមដងផ្លូវបានប្រាប់ដោយភ័យខ្លាចថាពួកគេបានឃើញផ្សែងហុយរួចក៏ឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីប្រព័ន្ធហ្គាស NGV របស់រថយន្តតាក់ស៊ីនោះសំឡេងផ្ទុះនេះហើយធ្វើឲ្យអ្នកដំណើរតាមដងផ្លូវរថយន្តម៉ូតូផ្អើលប្រទេសនិងភ័យស្លន់ស្លោដល់កម្រិតកំពូលអ្នកជិះម៉ូតូខ្លះភ័យពេកទម្លាក់មួកចោលផ្ដួលម៉ូតូតាមដងផ្លូវហើយរត់យករួចខ្លួនយ៉ាងប្រសាទព្រោះខ្លាចរថយន្តនោះផ្ទុះឆេះរាលដាលធំខ្ទាតកំទេចដែកមកត្រូវខ្លួនឬផ្ទុះឆេះតគ្នាដោយក្នុងរឿងកុនហូលីវូដនេះពិតជាព្រឹត្តិការណ៍ដ៏រន្ធត់តគ្នាមិនគួរឲ្យជឿមែនស្របពេលដែលហេតុការណ៍អគ្គិភ័យដ៏សាហាវកំពុងវាយលុកផ្ទួនដុតកម្ដៅប្រទេសថៃមិនឲ្យស្រាក់ស្រានឡើយយើងងាកមកមើលព្រឹត្តិការណ៍នយោបាយនិងអារម្មណ៍របស់ប្រជាជនទូទាំងប្រទេសវិញដែលកំពុងតែស្ថិតនៅក្នុងភាពតានតឹងក្តុកក្តួល
ចលាចលយ៉ាងខ្លាំងបំផុតនេះមិនមែនជារឿងធម្មតាទេបងប្អូនក្រោយពេលមានសេចក្តីប្រកាសជាផ្លូវការនិងបន្ទាន់បំផុតអំពីការសោយទីវង្គតរបស់ព្រះចៅលោកធើចៅហ្វាផាត់ឆារាគិតិយាផាប្រទេសថៃទាំងមូលហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយពពកខ្មៅងងឹតព្រះអង្គគឺជាព្រះរាជធីតាទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនដូច្នេះការបាត់បង់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងដែលធ្វើឲ្យប្រជារាស្ត្រថៃគ្រប់ស្រទាប់វណ្ណៈទប់ទឹកភ្នែកមិនបាននៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី13ខែមិថុនាឆ្នាំ2026នេះភាពតានតឹងបានបង្ហាញយ៉ាងច្បាស់ថាតាមសកម្មភាពប្រញាប់ប្រញាល់របស់ថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសថៃនាយករដ្ឋមន្ត្រីអនុទានឆានវីរគុលព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីជាន់ខ្ពស់រាប់សិបនាក់រួមជាមួយមេបញ្ជាការកងទ័ពជើងគោកថៃដែលបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ជាច្រើនសន្ធឹកសន្ធាប់បានរៀបចំក្បួនរថយន្តនិងប្រញាប់ប្រញាល់ចូលថ្វាយស្រង់ព្រះសពនៅឯសាលាសហតីសហគមន៍ក្នុងព្រះរាជវាំងផងដែរទឹកមុខរបស់មេដឹកនាំកម្ពុជាសុទ្ធតែក្រៀមក្រំដែលបញ្ជាក់ថានៃកម្រិតនៃធ្ងន់ធ្ងរនៃស្ថានភាពនេះចំណែកទេសភាពនៅខាងក្រៅបរមរាជវាំងនាវេលាម៉ោង 13:30 នាទីរសៀលវិញបងប្អូនគឺជាទស្សនវិជ្ជាដែលមិនគួរឲ្យធ្លាប់មាននៅតាមដងផ្លូវធំៗនៅមុខតុលាការកំពូលនិងលាតសន្ធឹងរហូតដល់វាលស្មៅសក្នាមលួងដល់ល្វឹងល្វើយប្រជាជនថៃជាច្រើនកកករាប់ម៉ឺនរាប់សែននាក់ព្រមទាំងស្លៀកពាក់ឈុតខ្មៅរហូតដល់ប្រែក្លាយនៅទីនោះក្លាយជាសមុទ្រពណ៌ខ្មៅដ៏ធំធេងពួកគេសុខចិត្តទ្រាំហាក្តៅទ្រាំហត់ប្រមូលផ្ដុំគ្នាយ៉ាងណែនណាន់តាន់តាប់អង្គុយត្រៀបត្រានៅតាមចិញ្ចើមផ្លូវដើម្បីរង់ចាំក្បួនដង្ហែព្រះសពចេញពីមន្ទីរពេទ្យจุฬาលង្កនទៅកាន់ព្រះបរមរាជវាំងទឹកមុខគ្រប់គ្នាពោពេញដោយទុក្ខសោកខ្លះយំខ្សឹបខ្សួលអាឡោះអាល័យរឹកទីបំផុតគ្មាននេះមិនត្រឹមតែជាពិធីបុណ្យសពទេតែវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាញចំណាប់អារម្មណ៍ទូទាំងប្រទេសនិងអន្តរជាតិចរាចរណ៍នៅតំបន់នោះសំខាន់ជាច្រើនក្នុងរាជធានីបាងកកត្រូវបានកកស្ទះទាំងស្រុងអស់រយៈពេលជាច្រើនម៉ោងសកម្មភាពសេដ្ឋកិច្ចនៅការរស៊ីនៅក្បែរតំបន់ជិតខាងក៏ត្រូវផ្អាកស្ទើរតែទាំងស្រុងដោយសារមនុស្សមួយចំនួនដែលសម្រុកចូលរួមមានទំហំធំពេកស្ថានភាពនេះបង្ហាញយ៉ាងច្បាស់ថាប្រទេសថៃកំពុងតែស្ថិតនៅក្នុងរបត់ដ៏រសើបនិងសោកសង្រេងបំផុតមួយក្នុងប្រវត្តិសាស្ត្រថ្មីនេះបងប្អូនយើងទាំងអស់គ្នាស្ដាប់រឿងនេះហើយមានអារម្មណ៍យ៉ាងណាដែរព្រឹត្តិការណ៍ផ្ទួនកំពុងលាតត្រដាងនៅចំណុចខ្សោយដ៏ធំធេងរបស់ប្រទេសថៃបងប្អូនខ្មែរយើងទាំងអស់គ្នាឃើញហេតុការណ៍គ្រោះអគ្គិភ័យនិងភ្លើងឆេះតាក់ស៊ីយ៉ាងសាហាវផ្គូផ្សំជាមួយនឹងស្ថានភាពដ៏តានតឹងនៅក្នុងប្រទេសថៃបែបនេះតើបងប្អូនយល់យ៉ាងណាដែរសូមបងប្អូនបញ្ចេញមតិខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាជាចុងក្រោយខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនាដល់ចប់សូមបងប្អូនកុំភ្លេចជួយចុច Like Share Comment និងចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តបន្តការស្រាវជ្រាវព័ត៌មានថ្មីៗជូនបងប្អូនបន្តទៀតបាទសូមអរគុណសូមជម្រាបលា